ថាហើយថាទៀតបាទដូចអ្វីដែល admin រំពឹងទុកអញ្ចឹងឥឡូវនេះច្បាប់នេះបាទចេញមកហើយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ FIFA បានចេញច្បាប់ថ្មីពាក់ព័ន្ធជាមួយនឹងកីឡាករណាដែលចូលចិត្តយកដៃខ្ទប់មាត់ឬក៏យកអាវបាទមកបាំងមាត់ហើយនិយាយជាមួយនឹងអាញាកណ្ដាលឬក៏គូប្រកួតអំឡុងពេលប្រកួតនឹងទទួលបានការពិន័យកាតក្រហមបណ្ដេញចេញពីទីលានតែម្ដងអត់មានគិតច្រើនហើយក៏អត់មានខ្វល់អីទាំងអស់បាទគ្មានការយកយល់លើកលែងទេបើទោះបីជាកីឡាកររូបនោះមិនបានប្រើសម្ដីអសុរោះអ្វីក៏ដោយឲ្យតែយកដៃបិទមាត់ឬក៏លើកអាវមកខ្ទប់មាត់នៅពេលដែលនិយាយជាមួយនឹងអាញាកណ្ដាលឬក៏ជាមួយនឹងគូប្រកួតរបស់ខ្លួននឹងត្រូវពិន័យកាតក្រហមបណ្ដេញចេញពីទីលានតែម្ដងប៉ុន្តែនៅក្នុងនេះមិនបានបញ្ជាក់ថាការបណ្ដេញចេញនឹងត្រូវជាប់បំរាមប្រមាណប្រកួតទេគ្រាន់តែដឹងថាប្រសិនបើសកម្មភាពនោះកើតឡើងអំឡុងពេលប្រកួតគឺត្រូវបណ្ដេញចេញភ្លាមតែម្ដងបាទមិនទុកឲ្យនៅយូរទេបាទនេះគឺជាច្បាប់ថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែលលើកយកមកអនុវត្តនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នៅសហរដ្ឋអាមេរិកកាណាដានិងមិចស៊ីកូនេះ